បាទតែស្នីជនអាមេរិកបានបញ្ចេញមហិច្ឆតាដាក់ពង្រាយកងនាវាចម្បាំងនាវាពិឃាតគ្មានមនុស្សបើកនៅលើផ្ទៃទឹកហើយនិងក្រោមទឹកនឹងរហូតដល់ទៅខ្ទង់450គ្រឿងដោយចំណាយពេលវេលាសាងសង់នឹងរហូតដល់ខ្ទង់30ឆ្នាំថ្ងៃនេះលោកសុងណេតនឹងលំអិតជូនតាក់ទងជាមួយនេះបាទសម្រាប់សំណួរដំបូងចានឹងថាតើមានមូលហេតុអ្វីទៅបានជាសហរដ្ឋអាមេរិកនឹងបញ្ចេញមហិច្ឆតាធ្វើទំនើបកម្មកងនាវាចម្បាំងខ្នាតធំរបស់ខ្លួននេះបាទបាទអរគុណលោកសវណ្ណបើយោងតាមផែនការស្ថាបនានាវាចម្បាំងរយៈពេល30ឆ្នាំរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់ទីក្រុង Washington នោះបានកំណត់គោលដៅប្រកបដោយមហិច្ឆតាដ៏ធំមួយនោះគឺការបង្កើតកងទ័ពជើងទឹកចម្រុះមួយដែលរួមមានទាំងនាវាមានមនុស្សបើកនិងគ្មានមនុស្សបើកគោលបំណងធំបំផុតនៃផែនការនេះគឺដើម្បីទប់ទល់ទៅនឹងឥទ្ធិពលកងទ័ពជើងទឹករបស់ចិនដែលប្រទេសមហាយៈណាស៊ីបើតាម Interesting Engineering សហរដ្ឋអាមេរិកបានបញ្ចេញមហិច្ឆតាដាក់ពង្រាយកងនាវាចម្បាំងនាវាពិឃាតគ្មានមនុស្សបើកលើផ្ទៃទឹកនិងក្រោមទឹករហូតដល់450គ្រឿងដោយចំណាយពេលសាងសង់រហូតដល់ទៅ30ឆ្នាំបាទមិញនេះដឹងពីមូលហេតុដែលអាមេរិកនឹងបញ្ចេញមហិច្ឆតាកសាងនាវាក៏ដូចជាធ្វើយ៉ាងណាទំនើបកម្មប្រព័ន្ធការពារជាតិរបស់ខ្លួននឹងដើម្បីទប់ជាមួយកងទ័ពចិនដូច្នេះសំណួរបន្តអាចចោទថាតើគោលដៅនៅក្នុងផែនការនេះនឹងសាងសង់នាវាចម្បាំងនឹងប្រភេទអ្វីខ្លះដែរបាទនៅក្នុងផែនការមេនៃគម្រោងស្ថាបនានាវាចម្បាំងរយៈពេល30ឆ្នាំកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកនឹងគ្រោងនឹងដាក់ពង្រាយនាវាមនុស្សយន្តគ្មានមនុស្សបើកចំនួន83គ្រឿងនៅត្រឹមឆ្នាំ2031-2032នៅក្នុងនោះរួមមាននាវាមនុស្សយន្តគ្មានមនុស្សបើកនឹងនៅលើផ្ទៃទឹកខ្នាតមធ្យមដែលហៅកាត់ថា MUSV ចំនួន47គ្រឿងនិងនាវាមួយទឹកស្វ័យប្រវត្តិកម្រិតធំដែលហៅកាត់ថា HLUUV ចំនួន36គ្រឿងហើយបើតាម Interesting Engineering សហរដ្ឋអាមេរិកចង់បង្កើនចំនួននាវាចម្បាំងសរុបឲ្យបានទៅដល់450គ្រឿងនៅត្រឹមឆ្នាំ2031-2032ដែលក្នុងនោះមាននាវាចម្បាំងធម្មតានឹងចំនួន299គ្រឿងនាវាជំនួយចំនួន68គ្រឿងនិងនាវាគ្មានមនុស្សបើកនិងនាវាមួយទឹកស្វ័យប្រវត្តិចំនួន83គ្រឿងបាទសម្រាប់សំណួរបន្តចង់តើសហរដ្ឋអាមេរិកនឹងដាក់ចេញនូវយុទ្ធសាស្ត្រអ្វីខ្លះបាទដើម្បីប្រកួតប្រជែងឥទ្ធិពលជាពិសេសគឺអំណាចកងទ័ពជើងទឹកជាមួយនឹងចិនបាទបច្ចុប្បន្នកងទ័ពជើងទឹកចិនដែលហៅកាត់ថា Plan មានចំនួននាវាចម្បាំងច្រើនជាងគេបំផុតនៅលើពិភពលោកហើយដូច្នេះហើយទើបសហរដ្ឋអាមេរិកនឹងបានប្រើប្រាស់យុទ្ធសាស្ត្រកសាងនាវាចម្បាំងស្វ័យប្រវត្តិមានតម្លៃថោកប៉ុន្តែមានចំនួនច្រើនដើម្បីមកបំពេញចន្លោះខ្វះខាតនិងទប់ទល់ទៅនឹងបរិមាណនាវាចម្បាំងដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រទេសចិនបើតាម Interesting Voice កងនាវាចម្បាំងគ្មានមនុស្សបើកទាំងនេះនឹងដើរតួជាអ្នកឆ្លូបយកការផ្ដល់ទិន្នន័យសម្ងាត់ធ្វើសង្គ្រាមអេឡិចត្រូនិកនិងធ្វើជាខែលការពារឲ្យនាវាចម្បាំងធំៗរបស់សហរដ្ឋអាមេរិកពួកវាក៏នឹងធ្វើឲ្យកងទ័ពចិននឹងពិបាកនៅក្នុងការតាមដាននិងកំណត់គោលដៅវាយប្រហារនាវាទាំងនេះត្រូវបានគេហៅថានាវាខ្មោចឬ Ghost Ship ពីព្រោះវាអាចធ្វើប្រតិបត្តិការបានយូរថ្ងៃនិងចូលទៅក្នុងតំបន់គ្រោះថ្នាក់ខ្លាំងដូចជាច្រកសមុទ្រតៃវ៉ាន់ឬសមុទ្រចិនខាងត្បូងដោយមិនបារម្ភពីការបាត់បង់ជីវិតនាវិកអាមេរិកឡើយបាទគិតមកដល់ឆ្នាំ2026នេះបាទមហាអំណាចពិភពលោកណាខ្លះហើយបានក្តាប់តំណែងជាប្រទេសដែលមាននាវាចម្បាំងនឹងច្រើនលើថាធំច្រើននៅក្នុងចំនួននៅលើពិភពលោកនោះបាទហើយប្រទេសណាខ្លះចំណាយលុយច្រើនជាងគេបំផុតនៅក្នុងការសាងសង់នាវាចម្បាំងបាទអរគុណលោកសវណ្ណគិតមកទល់នឹងឆ្នាំ2026មហាអំណាចពិភពលោកដែលក្តាប់តំណែងជាប្រទេសមានចំនួននាវាចម្បាំងច្រើនជាងគេបំផុតនោះគឺប្រទេសចិនរុស្ស៊ីនិងសហរដ្ឋអាមេរិកហើយបើយោងតាមទិន្នន័យចុងក្រោយបង្អស់ពីស្ថាប័ន Global Firepower គិតត្រឹមឆ្នាំ2026នេះប្រទេសចិននឹងមាននាវាចម្បាំងសរុបប្រមាណ841គ្រឿងហើយរុស្ស៊ីមាននាវាចម្បាំងសរុបប្រមាណ747គ្រឿងនិងសហរដ្ឋអាមេរិកមាននាវាចម្បាំងសរុបប្រមាណ465គ្រឿងយ៉ាងណាបើទោះបីជាចិនឈ្នះនៅលើចំនួននាវាចម្បាំងសរុបក៏ដោយក៏ប៉ុន្តែសហរដ្ឋអាមេរិកនៅតែរក្សាភាពខ្លាំងបំផុតលើផ្នែកគុណភាពបច្ចេកវិទ្យាទំនើបនិងទំហំនាវាចម្បាំងយោធាធំៗអ្វីត្បិតតែចាញ់ចំនួននាវាចម្បាំងក៏ដោយតែសហរដ្ឋអាមេរិកបានវ៉ាដាច់ចិនទៅលើការចំណាយច្រើនជាងគេបំផុតលើពិភពលោកនៅក្នុងការសាងសង់នាវាចម្បាំងគិតមកទល់នឹងឆ្នាំ2026នេះបើតាម Breaking Defense
សម្រាប់កញ្ចប់ថវិកាឆ្នាំ2026កងទ័ពជើងទឹកអាមេរិកហ្នឹងបានទទួលថវិកាប្រមាណ 47.4000 លានដុល្លារសម្រាប់តែការសាងសង់និងទិញនាវាចម្បាំងថ្មីៗមិនរាប់បញ្ចូលការថែទាំទូទៅឡើយហើយលើពីនេះសហរដ្ឋអាមេរិកមានផែនការបង្កើនថវិកាចំណាយសម្រាប់ឆ្នាំបន្ទាប់រហូតដល់ 65.8000 លានដុល្លារក្រោមគម្រោងអភិវឌ្ឍកងនាវា Golden Fleet ដោយឡែកសម្រាប់ប្រទេសចិនវិញមិនដែលបញ្ចេញទិន្នន័យចំណាយពិតប្រាកដទៅលើការសាងសង់នាវាចម្បាំងនោះទេក៏ប៉ុន្តែប្រភពបានទម្លាយឲ្យដឹងថាថវិកាការពារជាតិសរុបរបស់មហាយៈនៅអាស៊ីមួយនេះក្នុងឆ្នាំ2026ហ្នឹងគឺមានចំនួនដល់ទៅ 278,000 លានដុល្លារ បាទសូមអរគុណលោកសុនសម្រាប់ការបកស្រាយលម្អិតបាទជួបគ្នានៅពេលក្រោយ បាទសូមអរគុណ